គាត់មានមេរោគនៅក្នុងឈាមពេលដែលពួកខ្ញុំទិញធានារ៉ាប់រងហើយលែងបារម្ភពីការចំណាយទៀតទេគឺផ្ដោតសំខាន់ទៅលើពេទ្យណាដែលយើងគិតថាគុណភាពឆាប់ជាសះស្បើយគាត់សម្គាល់ឃើញថាតាំងពីគាត់ចូលសាលាមកគាត់រៀនឈឺច្រើនហើយពេលច្រើនឈឺគឺគាត់ផ្ដាសាយលាមពុំកប្រហែលជាប្រព័ន្ធការពាររាងកាយគាត់នឹងនិយាយចុះខ្សោយមានអារម្មណ៍ថាអាណិតកូនធ្លាប់តែម្ដងឈឺតិចតិចយើងដាក់ថ្នាំទៅឆាប់បាត់ប៉ុន្តែលើកនេះគាត់ឈឺធ្ងន់ក្តៅខ្លួនហើយកេងពេទ្យឡើងចិត្តមួយអាទិត្យរហូតឃើញថាមានមេរោគក្នុងឈាមធម្មតានៅពេទ្យគឺរៀងថ្លៃដែរពេលខ្លះចំណាយវាហួសអ្វីដែលយើងប៉ាន់ស្មានថាអស់ណាពេលដែលពួកខ្ញុំទិញធានារ៉ាប់រងហើយគឺពួកយើងលែងបារម្ភពីការចំណាយទៀតទេគឺផ្ដោតសំខាន់ទៅលើពេទ្យណាដែលយើងគិតថាគុណភាពការព្យាបាលរបស់អូនហ្នឹងគឺឆាប់ជាសះស្បើយខ្ញុំទិញធានារ៉ាប់រងសុខភាពពី AIH ជិត1ឆ្នាំហើយមានទំហំ$50,000ចំនួន2កញ្ចក់មិនរំពឹងទុកថានឹងទទួលបានសំណងដែរគ្រាន់តែយើងគិតថាពេលយើងមានធានារ៉ាប់រងធ្វើឲ្យយើងមានសុវត្ថិភាពផ្លូវចិត្តមួយអញ្ចឹងធ្លាប់តែលើគេថាធានារ៉ាប់រងពិបាកក្លែមប៉ុន្តែដល់ខ្ញុំជួបខ្លួនឯងផ្ទាល់បានដឹងថាខាង AIH គឺស្រួលយើងគ្រាន់តែឲ្យកាតធានារ៉ាប់រងរបស់អូនទៅពេទ្យរាល់ការចំណាយទាំងអស់ខាងពេទ្យគាត់ទូទាត់ជាមួយនឹងខាង insurance ផ្ទាល់ចេញតែ bill ចំនួន 10% ឧទាហរណ៍កាលគាត់ឈឺលើកមុន bill សរុបអស់ប្រហែលជា1000ខ្ញុំចេញតែ100បាទវាចំណេញច្រើននៅបទពិសោធន៍ខ្ញុំពេញចិត្តខ្លាំងមានអារម្មណ៍ថាមានក្រុមការងារ AA នៅចាំ take care មានធានារ៉ាប់រងដូចជាយើងមានលុយបម្រុងទុកនៅពេលដែលមានអាសន្នពេលឈឺដឹងស្រាប់ហើយឥឡូវថ្លៃព្យាបាលជាពិសេសកូនក្មេងឡើងថ្លៃអញ្ចឹងយើងគួរតែប្រុងប្រៀបទុកថាយើងមាន insurance សម្រាប់ការពារទៅថ្ងៃណា